ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Air Cambodia ក៏បានធ្វើពិធីជាផ្លូវការនៅក្នុងការប្រកាសនៃការបដូរនៅស្លាកសញ្ញាថ្មីហើយក៏បានបញ្ជាក់អំពីវឌ្ឍនភាពនៃការសម្រេចចិត្តទិញនៅយន្តហោះជាច្រើនគ្រឿងបន្ថែមទៀតពីបណ្ដាប្រទេសជាមិត្តមានពីអាមេរិកនិងចិនជាដើមដើម្បីបន្ថែមនិងតបជាប់ជើងហោះហើរតជាប់ជើងមេឃរបស់រវាងកម្ពុជានិងបណ្ដាប្រទេសនៅទូទាំងសកលលោកដែលក្នុងថ្ងៃម្សិលមិញ15មករា2026Air Cambodia បានធ្វើពិធីសម្ពោធស្លាកសញ្ញានិងការរចនាលើតួអាកាសយានថ្មីនៅអាកាសយានដ្ឋានអន្តរជាតិដេជោដែលក្នុងនោះឯកឧត្តមបណ្ឌិតម៉ៅ ហាវណ្ណាល់ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរជាតិកម្ពុជាបានថ្លែងបញ្ជាក់ថាការផ្លាស់ប្ដូរស្លាកសញ្ញានិងការរចនាលើតួអាកាសយានថ្មីនេះគឺបានបញ្ជាក់នៅទូនាទីកាន់តែសំខាន់ថែមទៀតរបស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Air Cambodia លើការបង្ហាញអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទាំងមូលព្រមទាំងឆ្លុះបញ្ចាំងនៅភាពរីកចម្រើននៃវិស័យអាកាសចរស៊ីវិលវិស័យទេសចរពាណិជ្ជកម្មការដោះដូរវប្បធម៌និងប្រជាជនតាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសរចនាលើតួអាកាសយានថ្មីនេះគឺបានយកអត្តសញ្ញាណសត្វត្រយងជាស្នូលដែលជាសត្វស្លាប់តំណាងជាតិកម្ពុជាមានលក្ខណៈការពាររឹងមាំនិងការទទួលខុសត្រូវឯកឧត្តមបណ្ឌិតម៉ៅ ហាវណ្ណាល់បានបន្តថាទន្ទឹមទៅនឹងការបដូរស្លាកសញ្ញានិងការរចនាលើតួអាកាសយានថ្មីនេះក្នុងឆ្នាំ2026ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា Air Cambodia ក៏នឹងចុះហត្ថលេខាទៅលើ MOU ដើម្បីទទួលបានអាកាសយានប្រភេទថ្មីបន្ថែមទៀតជាមួយនឹងក្រុមហ៊ុន Boeing របស់អាមេរិកនិងក្រុមហ៊ុន Comac របស់ចិនព្រមទាំងពង្រីកជើងហោះហើរថ្មីជាច្រើនថែមទៀតI would like to express my deepest gratitude to the leadership at all levels of the Air Cambodia who have worked hard to achieve today's fruitful achievement as well as another important achievement such as recent signing of the memorandum of understanding to acquire more new aircraft type including Boeing company from United States and Comac company from China, as well as the expansion of the new flight despite the Kingdom of Cambodia. នាឱកាសនោះឯកឧត្តមម៉ៅ ហាវណ្ណាល់ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំងនិងក្រុមហ៊ុនផលិតអាកាសយាន ATR បារាំងដែលបានជួយជ្រោមជ្រែងលក់អាកាសយានថ្មីទំនើបចុងក្រោយបំផុតប្រភេទ ATR 72600ចំនួន3គ្រឿងឲ្យមកក្រុមហ៊ុនអាកាសចរជាតិកម្ពុជាព្រមទាំងបានជួយបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សលើវិស័យអាកាសចរស៊ីវិលគណៈបច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរជាតិកម្ពុជាបានបញ្ជាទិញយន្តហោះ Boeing 737 Max 8ចំនួន20គ្រឿងនិង Comac C909 ចំនួន20គ្រឿងបន្ថែមទៀតហើយសូមបញ្ជាក់ថានៅក្នុងឆ្នាំ2025កន្លងទៅការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាមានក្រុមហ៊ុនអាកាសចរក្នុងស្រុកនិងបរទេសចំនួន36ក្រុមហ៊ុនបាននឹងកំពុងប្រតិបត្តិការយ៉ាងសកម្មដោយបានតបភ្ជាប់ជើងហោះហើរកម្ពុជានៅក្នុងតំបន់ទៅកាន់សកលលោកចំនួន52ទីក្រុងដែលមាន18ប្រទេសនិងតំបន់រដ្ឋបាលពិសេសហើយទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន7លាននាក់កើនឡើង12%បើធៀបទៅនឹងឆ្នាំ2024ទស្សនិកជននេះគឺជាវឌ្ឍនភាពថ្មីមួយជាប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងវិស័យអាកាសចរស៊ីវិលយើងដឹងហើយថាយើងបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពិសេសគឺសមិទ្ធផលដ៏សំខាន់និងអស្ចារ្យមួយអាកាសយានដ្ឋានអន្តរជាតិដេជោលំដាប់ 4F ក៏ដូចជាការសម្ពោធរយៈពេលជាង2ឆ្នាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលអាកាសយានដ្ឋានទាំងពីរនេះកំពុងតែបានដើរតួនាទីទំនប់ភ្ជាប់នៃជើងហោះហើរពីកម្ពុជាទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់និងសកលលោកដែលបាននាំមកនៅការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនជាងមុនកាន់តែសកម្មជាងមុនហើយការបដូរនៅស្លាកសញ្ញាដែលមានរូបតំណាងសត្វត្រយងទស្សនិកជនសត្វត្រយងគឺជាសត្វតំណាងជាតិរបស់កម្ពុជាដែលសពបញ្ជាក់អំពីភាពរឹងមាំការការពារនិងការទទួលខុសត្រូវស្របតាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងជំរុញនៅការអនុវត្តនៅគោលនយោបាយសំខាន់ការសម្រួលធ្វើយ៉ាងណានៅពេលដែលមានទំនាស់ភ្ជាប់កាន់តែច្រើនភ្ញៀវមកកាន់តែច្រើនផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាគឺកាន់តែកើនឡើងទាំងផ្ទាល់និងប្រយោជន៍នឹងជួយទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអ្នកផ្ដល់ការងារឬក៏ទទួលបាននៅប្រយោជន៍ដែលផ្ទាល់ពីកិច្ចការងារអាកាសចរស៊ីវិល
និងប្រជាពលរដ្ឋទូទៅដែលកំពុងតែផ្ដល់សេវាទាក់ទិនទៅនឹងការផ្ដល់នៅបដិសណ្ឋារកិច្ចទេសចរពាណិជ្ជកម្មសេដ្ឋកិច្ចក៏ដូចជាវិស័យសំខាន់ជាច្រើនទៀតនេះគឺជាវឌ្ឍនភាពសំខាន់និងភាពរីកចម្រើននៅក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជានៅឆ្នាំ2025និងដំណើរឆ្ពោះក្នុងឆ្នាំ2026